គម្រោងមកសមុទ្រថ្ងៃនេះហ่าបងប្អូនគឺពួកខ្ញុំចង់មករកក្តាម oyster ខ្ចៅហើយនឹងងាវចាអូយច្រើនមុខណាស់ចាំមើលបានអីខ្លះទៅវិញចាំមើលចុងវីដេអូទាំងអស់គ្នាមុនចេញដំណើរហ្នឹងគឺថាផ្លេច100មុខចាអូ1លានមុខហ្នឹងមិនមែន100មុខទេត្រៀមរួចរាល់អស់ហើយប៉ុន្តែនៅតែផ្លេចនេះផ្លេចនោះទៅដដែលហ្នឹងបងប្អូនចាត្រៀមនិយាយទៅតាំងពីមុនថ្ងៃពួកគាត់មកគាត់ថាយកមិញហ្នឹងគឺដាច់យកចាទៅលេងឧត្រេសហើយមកវិញគឺថាម្នាក់ធ្លាក់ភ្នែកអញ្ចឹងណាអីវ៉ាន់យកទៅសមុទ្រដូរយកទៅផ្ទះអញ្ចឹងសំខាន់អត់ផ្លេចទេសរងចាគឺថាទុកទៅក្រុងមន់កម្មភាពប្រឹបឡើងដល់ហើយនេះម៉េចឯងមីងសម្រាប់លក់ស្រួលណាចាមានអីមីងដាក់ទៅលក់ដាក់លក់ហ្មងដល់ហើយនេះជ្រឹកស៊ីតណាដល់កថែកមិញអើមកដល់ផងទៀតអីសំខាន់ណាខារ៉ាណាណិតណាចាគឺថាអត់បានលេងមួយ fin ទេដោយសារ fin ត្រូវទៅសាលាអញ្ចឹងបងប្អូនចាហើយឥឡូវនេះគឺយើងបដល់សមុទ្រហើយមកនេះគឺថាគម្រោងមកដល់សមុទ្រហ្នឹងម៉ោង8តែសម្រាប់ចំនួនម៉ោង8បើបានចេញពីផ្ទះអញ្ចឹងណាដោយសារតេតាអញ្ចឹងទៅពួកយើងគេរៀងយប់ជ្រៅដែរហើយព្រឹកឡើងយើងវិចនំប៉័ងធ្វើនេះធ្វើនោះក៏កប៉ុកច្រើនអញ្ចឹងក៏ចេញមករៀងយឺតអញ្ចឹងណាបងប្អូនចាសំខាន់ធ្វើដំណើរសុវត្ថិភាពទាំងអស់គ្នាអត់ចង់បើកឡានធ្លាក់ភ្នែកអីអញ្ចឹងទេចាអញ្ចឹងពេលមកដល់ហ្នឹងគឺទឹកអត់តន់ឡើងទេសំណាងដែរទឹកវានៅរងចាំយើងអញ្ចឹងណាចាំយើងចាប់គ្រឿងសមុទ្រអស់ហើយមកវាឡើងហ្នឹងហើយជឿសិនណាបងប្អូនឆាប់ចប់ពេលពួកខ្ញុំចេញដំណើរមកតាមផ្លូវហ្នឹងគឺម៉ោងគេចេញទៅធ្វើការព្រលឹមឡើងបងប្អូនអញ្ចឹងរៀងជាប់ផ្លូវបើកឡើងចិត្ត2ម៉ោងធម្មតាបើកត្រឹម1ម៉ោងលើសតិចតួចទេថ្ងៃហ្នឹងហើយអត់មានបានញ៉ាំអីព្រលឹមឡើងទេគឺញ៉ាំម្ជូរចាខំវិចនំប៉័ងមកអីណាណីប៉ុន្តែគ្មានបានញ៉ាំទេចាវិចទៅវិចមកអញ្ចឹងណាសម្រាប់ជាមួយគឺថាម្នាក់គឺថារវល់អ្នកបងប្អូនមកទៅក្នុងវីដេអូនេះក៏ដឹងដែរចាសិពាក់ស្អាតបាតស្មានមក shopping ស្មានទៅអាំស្ទែដាមនេះមកនេសាទថ្ងៃនេះធ្វើអ្នកលក់គ្រឿងសមុទ្រមួយថ្ងៃហីអូយខំទីយើងហៅពីស្វេមកសំខាន់ធំគេឡើង cute ឡើងស្អាតណែពណ៌ឃើញទេឡើងលយហ្មងហើយមើលទឹកក៏ឡើងស្រក់អស់លេងតែទៅទៀតទឹកឡើងដល់ពេលទឹកឡើងមកលិចអស់ហ្នឹងមែនដល់ពេលទឹកឡើងទឹកនោះដូចទឹកខាងនោះយ៉ាងឡើងព្រៀបហ្មងណាអូយបាច់ទេហើយមីងអីបានមានបាយមួយចានអត់ទេសក់ដល់តែខ្សក់មកដល់នេះគឺថាឆ្លោះតែជាមួយខ្យល់ទាំងឯងចាឃើញខ្យល់ខ្លាំងអញ្ចឹងពិតមែនប៉ុន្តែថ្ងៃនោះល្មមចាអត់ក្តៅខ្លាំងហើយក៏អត់ល្ងាដែរធម្មតាមកសមុទ្រនេះខែក្តៅក៏ពិតមែនថ្ងៃខ្លះទៅគឺរៀងត្រជាក់ដែរណាបងប្អូនក្នុងគូឡានសុទ្ធតែវ៉ាន់សកួរទេណាបងប្អូនចាដាក់កៅដាក់អីមកអាវល្ងាអាវក្រាស់អាវវែងខោវែងអីចឹងទៅស្រូបជើងចាសកួរខ្លាច់ល្ងាខ្លាច់អីចឹងណាហើយក៏មានទឹកសា4 5ដបដែរព្រោះពេលយើងចូលទឹកហើយយើងត្រូវលាងដៃលាងជើងកុំឲ្យផៃសកាអញ្ចឹងណាទឹកអំបិលចាហើយចូលលើទំនប់គេនេះទំនប់ទឹកសមុទ្ររបស់ប្រទេសហូឡង់បងប្អូនទួលហ្នឹងគឺថាអូឡើងឆ្លាស់ភ្នែកហ្មងចាងាកទៅខាងណាក៏ឆ្លាស់ភ្នែកដែរហើយស្រូវស្លៃគេទៅច្រូតហើយឡើងពណ៌មាសស្អាតហ្មងចាឥឡូវនេះគឺថាអត់មកអង្គយូរទេចែកជើងគ្នាចែកធំម្នាក់មួយចេញប្រតិបត្តិការតែម្ដងចាដោយសារយើងមកមានកូនក្មេងចាអញ្ចឹងយើងអត់ចង់ដើរទៅវិញទៅមកច្រើនកន្លែងទេខ្ញុំរកកន្លែងមួយដែលយើងអាចរកខ្ចៅក៏បានស្ទួយក្តាមបានហើយរក oyster បានទៀតកុំឲ្យគាត់ពិបាកដើរល្អិលចាទៅវិញទៅមកព្រមដុំនេះល្អិលថ្មមុតណាបងប្អូនអញ្ចឹងប្លុកនេះគឺចាអំណោយផលសម្រាប់ទាំងអស់គ្នាidol ណាគេទេនេះមកលុកលុយหมดនោះហូឡង់លុកលុយហ៎អូយខ្ចៅស្រស់ទឹកដូងជ្រក់ទឹកម្រេចឆ្ងាញ់ណាងាប់ហើយអត់ទេរស់តើអត់ទេសើហើយសើចាសើហើយនេះខ្ចៅចាប់ដងបាន3ចាមកធំឆ្អែតដែរសាច់ប៉ុណ្ណឹងអត់ទេអត់ចាប់ថ្មតើអ្នកចូលចិត្តញ៉ាំខ្ចៅមិនយកអារម្មណ៍ហ្នឹងគួយចាក់ណាញ៉ាំឆ្អែតអត់មកទៅមកគ្រាប់ក៏អូប្រយ័ត្នដួលកូនចាប់បន្តពីចាប់ហើយនឹងញ៉ាំប្រញាំហ្វេណហើយមើលនេះមើលម៉េះមកឆ្ងោករហូតមកនេះណែមកនេះឆ្ងោករហូតឆ្ងោកហ្មងសបាយហ៎ហៅលេងងើបហើយឆាក់ឆំក្តាមអូអ្នកខាងក្រោយឮប៉ុកតែថ្ងៃនេះសោយរាជឲ្យយើងណាមកតឡានមួយងាត់ឆឹងសបាយអូយហើយស្រួលណាស់អត់ក្តៅមែនអត់ល្ងាអត់អីណាមកផាយម៉ាន24អង្សា25អង្សាថ្ងៃនេះតែយូរទៀតរៀងក្តៅជាងនឹងតិចមករើសខ្ចៅសបូនណាវាចាំថ្មនឹងហ្មងតែយើងមើលថ្មខ្ចៅនេះទៅញ៉ាំ1គីឡូបានឆ្អែតវាសាច់វាទុយចាំមើលដល់ពេលរើសខ្សៅហត់ណាអូយដាក់បាយបានណាណែមើលងាកនឹងញ៉ាំអីទុកអីយើងបានប៉ុណ្នេះអូយលឿនតាញ៉ាលើប៉ុកប៉ាក់នៅខាងនោះ
món hát rồi. Một bình thông bát đấy nè. Ui, trơn mẹ. Oyster. Nó thông. Nhà mình Tích tích dân select vô ta nè, lọ bạc bạc. Ui, lọ mình phần rơ ha. Oyster này ha mìnhกดปากกาเรนะจ้าคือทำมาแพลตบ้านมาทงให้กดสบายนะធ្វើវីដេអូចាថតផ្ញើអ្នកសុកខ្មែរមើលអញ្ចឹងណាសកម្មភាពរើស Oyster នៅហូឡង់បែបម៉េចព្រោះថានៅហូឡង់នេះសម្បូរណាចាធ្លាប់តែឃើញខាងប្រទេសផ្សេងគេកោះ Oyster នឹងជាប់ថ្មបងប្អូនពិបាកប៉ុន្តែនៅហូឡង់នេះជ្រុះរាយប៉ាយពេញហ្នឹងចាគឺយើងមានជំរើសច្រើនណាមានអាទូចមានអាធំអីចឹងទៅប៉ុន្តែពួកខ្ញុំនេះយកតែរៀងតូចៗទេអត់ចង់បានធំវាខ្លាញ់ច្រើនពេកទៅយើងញ៉ាំឆាប់តលន់ណាចាឥឡូវមកធំនេះវាច្រើនពេកទៅឥឡូវខ្ញុំស្លេចយកតាណារៀងល្អយើងយកតែកន្លះធំអីទៅបានទេខ្លាចញ៉ាំអត់អស់ព្រោះ Oyster នេះធម្មតាបើយើងមានពេលយើងកោះវាយកសាច់វាទុកក្នុងទូកកអីចឹងទៅយកទុកញ៉ាំឬក៏ធ្វើចាទឹកប្រេងខ្យងអីចឹងបងប្អូនតែដោយសារឥឡូវនេះមានពេលហើយខែក្តៅអញ្ចឹងទៀតចាបើសិនជាយើងអត់សម្អាតត្រឹមត្រូវទេរុយច្រើនណាស់ឥឡូវនេះបន្ទាប់ពីយើងស្លេចយក Oyster រួចរាល់ហើយគឺយើងរើសខ្ចៅបន្តទៀតដោយសារខ្ចៅនេះប្រើពេលយូរណាស់ទម្រាំបានមកគ្រាប់អញ្ចឹងណាអំពិតទៅខ្ចៅហ្នឹងមិនពិបាករកទេគ្រាន់តែថាវារៀងតូចតិចណាហើយបើបងប្អូនចង់រើសខ្ចៅណារៀងល្អយើងរើសអាណាវាតោងចាតោងថ្មតោង Oyster នេះរើសកន្លែង Oyster នេះស្រួលរើសជាងបើសិនជាយើងរើសអាវាធ្លាក់នៅលើដីវាអាចស្អុយអាចអីចឹងទៅអត់មានសាច់ទេចាទោះបីតែទឹកអត់ទាន់ឡើងក៏យើងស្ទូចក្តាមបានដែរនេះបងប្អូនចាចងតែសាច់មាន់ម្ដុំមកគឺថាវាឈ្ងុយមាន់ណាវាឡើងមកតោងបងប្អូនហើយក្តាមច្រើនណាស់ចង់ឈរនៅក្នុងទឹកហ្នឹងចាប់យកក៏បានដែរមកស្ទុះទៅវាឡើងគោកអីមិនឡើងគោកវាឡើងមកអញ្ចឹងណាចាឲ្យខ្ញុំមិនចេះចាប់នឹងដៃទេគឺថាតើមានកញ្ចាប់អីត្រឹមត្រូវចាគឺថាសប្បាយណាបងប្អូនហើយចង់ដឹងពីសកម្មភាពស្ទូចក្តាមពេលទឹកឡើងបងប្អូនចាំមើលវីដេអូបងប្អូនស្រីនីសាគាត់ថតបានច្រើនណាពេលទឹកឡើងមិនយើងស្ទូចក្តាមម្ដងប៉ុន្តែឥឡូវនេះគឺយើងរើសទឹកខ្ចៅរើសរហូតដល់ទឹកដាច់ចាទឹកឡើងហ្មងមិនយើងឈប់រើសគ្រាន់តែទឹកឡើងមិនទាន់ទេបងប្អូនហើយគឺថាឡើងញ័រដៃញ័រជើងហ្មងពួកអីបាយព្រឹកក៏មិនទាន់បាយហើយទៅញ៉ាំបញ្ជូរអីណានោះវិញម្នាក់នឹងប្រើកម្លាំងពលកម្មឡើងអស់ពីខ្លួនញ័រដៃញ័រជើងគឺថាហេវខ្លាំងណាបងប្អូនហើយគ្មានបានរៀបបានស្អាតបាតអីទេឆាតនឹងក៏ដោតដំណៅទៀតដោយសារតែដីវារឹងពេកហើយខ្យល់ខ្លាំងណាអញ្ចឹងទៅដាក់ប្តីអញ្ចឹងហ្មងគួយ5ថ្ងៃខ្លះអីខ្លះអញ្ចឹងបងប្អូនដោយសារក្លៀនខ្លាំងហើយថ្ងៃនេះថ្ងៃវារៀងចំកណ្ដាលក្បាលអត់វាអត់មានមលប់សោះហ្មងបងប្អូនម៉ោងខ្ទង់ចិត្ត1រសៀលហើយទៅបានបាយអារម្មណ៍ពេលនឹងញ៉ាំបាយនិយាយពីឆ្ងាញ់ឆ្ងាញ់ចាមានក្តាមប្រៃប្រហុកអាំងស្លឹកចេកមានស្លាបមាន់មាន cherry បងប្អូនហើយក្តីសុខណាចាបន្ទាប់ពីញ៉ាំបាយរួចរាល់ហើយគឺថាបន្តតាណាទៅស្ទូចក្តាមវិញម្ដងចាបងប្អូនចង់មើលវីដេអូស្ទូចក្តាមចាចាំចូលមើលក្នុង page បងអូនស្រីនីសាចាគឺគាត់ថតបានច្រើនណាស់ហើយសប្បាយណាបងប្អូនតែយើងល្អចាម្នាក់ល្អដែរហ្នឹងណាចាឥឡូវនេះលទ្ធផលគឺយើងបានក្តាមបាន Oyster ហើយនឹងខ្ចៅយកទៅផ្ទះវិញចំណែកងាវគឺយើងទៅយកអត់ទាន់ទេបងប្អូនដោយសារពេលយើងមកហ្នឹងរៀងគៀកម៉ោងទឹកវារៀងឡើងអញ្ចឹងបងប្អូនអញ្ចឹងយើងត្រូវដើរឆ្ងាយហើយតម្រាំដើរត្រឡប់មកវិញហ្នឹងគឺថាទឹកវាឡើងទៅយើងយកខ្ចៅយក Oyster អត់បានអញ្ចឹងត្រូវរើសយកមួយចោលមួយអញ្ចឹងបានខ្ចៅអត់ងាវចាំមកលើក្រោយទៀតណានីសាតែម្នាក់យូរឡើងចង់ដាច់កញ្ចឹងកឲ្យបងប្អូនមើលណោះចានិយាយពីថាដើម្បីរបស់ឆ្ងាញ់តស៊ូណាអញ្ចឹងយកគ្រឿងសមុទ្រដាក់ឡានហើយគឺយើងនាំគ្នាហែទឹកតិចតួចចាហែទឹកតិចតួចហើយទៅផ្ទះវិញម៉ោងខ្ទង់3រសៀលចាទៅវិញនឹងជាប់ឡានទៀតបងប្អូនឲ្យបើកចិត្ត2ម៉ោងពេលទៅដល់ផ្ទះហ្នឹងគឺថាបន្តសម្អាតគ្រឿងសមុទ្របន្តទៀតទៅដើម្បីរបស់ឆ្ងាញ់ចាគឺថាដឹងកម្លាំងយកមកពីណាទេ